គឺជាប្រភពនៃជីវិតហើយចីរភាពទឹកគឺជារឿងដែលចាំបាច់សម្រាប់អនាគតកម្ពុជាដូច្នេះតើអ្នកចង់ក្លាយទៅជាអ្នកឯកទេសក្នុងការចូលរួមចំណែកអភិវឌ្ឍសេវាផ្គត់ផ្គង់ទឹកនៅកម្ពុជាដែរឬទេឱកាសពិសេសបានមកដល់ហើយអាហារូបករណ៍ចំនួន30កន្លែងត្រូវបានផ្ដល់ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនិងសហភាពអឺរ៉ុបក្រោមជំនាញសិក្សាដែលទាក់ទងទៅនឹងឯកទេសទឹកក្រោមជំនួយពីសហភាពអឺរ៉ុបតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍនិងអនុវត្តគម្រោងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតែឈប់សិនមិនមែនមានត្រឹមតែមួយជំនាញនោះទេជំនាញសិក្សាពាក់ព័ន្ធនឹងទឹកគឺមានច្រើនដូចជាវិស្វកម្មវិទ្យាសាស្ត្រទឹកនិងបរិស្ថានបច្ចេកវិទ្យាផលិតទឹកស្អាតភូមិសាស្ត្រការគ្រប់គ្រងនិងប្រព្រឹត្តកម្មទឹករួមទាំងជំនាញពាក់ព័ន្ធផ្សេងៗទៀតជាច្រើនហើយអ្នកអាចស្វែងរកបន្ថែមពីជំនាញជាច្រើនទៀតតាមរយៈការ scan QR នេះសម្រាប់ដំណើរការនៃការដាក់ពាក្យមាន3ជំហានសំខាន់ជំហានទី1អ្នកត្រូវស្វែងរកជំនាញសិក្សាដែលសមស្របតាមលក្ខខណ្ឌអាហារូបករណ៍នៅសាកលវិទ្យាល័យណាមួយនៅបណ្ដាប្រទេសនៃសហភាពអឺរ៉ុបរួចដាក់ពាក្យស្នើសុំដើម្បីទទួលបាន admission letter ឬហៅថាលិខិតអនុញ្ញាតឲ្យចូលរៀនពីសាកលវិទ្យាល័យណាមួយនៅសហភាពអឺរ៉ុបអ្នកអាចតាក់ទងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យក្នុងការរៀបចំនិងផ្ដល់ជូននូវឯកសារតម្រូវនានាដើម្បីទទួលបាន admission letter ដែលជាប្រភេទមានលក្ខខណ្ឌ conditional offer ឬប្រភេទផ្ដល់ជូនតែម្ដង firm offer ជំហាននេះត្រូវចំណាយពេលវេលាដូច្នេះចាប់ផ្ដើមពីឥឡូវនេះតែម្ដងកុំភ្លេចណា admission letter គឺជាឯកសារសំខាន់មិនអាចខ្វះបានក្នុងការដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍ជំហានទី2អ្នកត្រូវរៀបចំនៅឯកសារតម្រូវនានាដែលអាហារូបករណ៍ European Global Gateway ត្រូវការព័ត៌មានលម្អិតអំពីឯកសារទាំងនេះអាចរកបាននៅលើគេហទំព័រអាហារូបករណ៍ឬនៅក្នុងសៀវភៅណែនាំជំហានទី3នៅពេលទទួលបាន admission letter និងឯកសារតម្រូវផ្សេងៗរួចរាល់ហើយសូមធ្វើការបំពេញពាក្យនិងអាប់ឡូតឯកសារទាំងអស់ចូលទៅក្នុងគេហទំព័រអាហារូបករណ៍ឲ្យបានមុនការបរិច្ឆេទឈប់ទទួលពាក្យតោះនៅចាំដល់ណាទៀតសម្រាប់ក្តីស្រមៃរបស់អ្នកក្នុងការទៅរៀននៅសហភាពអឺរ៉ុបថែមទាំងជួយដល់ការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកប្រកបដោយចីរភាពនៅកម្ពុជាសម្រាប់សំណួរនិងព័ត៌មានបន្ថែមសូមចូលទៅកាន់ក្រុម Telegram តាមរយៈការ scan QR code ខាងក្រោមនេះ